រៀនសូត្រថ្ងៃនេះអូនបានមេរៀនឲ្យប៉ាស្ដាប់អំពីអ្នកមានកុនយើងជាកុលបុត្រកុលសីតាខ្មែរត្រូវចេះគោរពស្រឡាញ់និងមានចិត្តកតញ្ញូចំពោះអ្នកមានកុនរបស់យើងអ្នកមានកុនមានដូចជាជីដូនជីតាឪពុកម្ដាយអាណាព្យាបាលលោកគ្រូអ្នកគ្រូជាដើមដែលបានចិញ្ចឹមបីបាច់ថែរក្សានិងបង្ហាត់បង្រៀនយើងតាំងពីវ័យកុមាររហូតដល់វ័យសិក្សាមានចំណេះដឹងខ្ពង់ខ្ពស់មានសេចក្តីថ្លៃថ្នូរនិងមានអនាគតល្អអ្នកមានគុណបានខិតខំរកប្រាក់សម្រាប់ចំណាយចំពោះការសិក្សារបស់កូនដូច្នេះយើងត្រូវខំសិក្សានិងគោរពលោកព្រមទាំងជួយចិញ្ចឹមគាត់វិញឲ្យសមជាកូនកតញ្ញូឪពុកម្ដាយមានគុណមិនអាចកាត់ថ្លៃបានជម្រាបលាប៉ា